Bà chỉ riêng số nâng số đây bộ mẹ bóng bồn ở kia thay ní nó mà ròm bộ mẹ bóng bồn một tô sna pí cú tức rư gật tiện sân nơi trung bình sản chân riêng ro về lý để bóng bồn chơi từ sản nút bóng bồn nâng khơi miền cú tức để bớt trung bình sản rư được lắc hào thả tiện sân á bóng bồn cú tức ní việc bất chỉ miền rất sầm khăn á sầm rạp sản từng mù bậc ca na ta cú tức ní rí cứ bật naประสาทគឺអត់សូវមកមួនថិតថេរបានយូរទេប្រាសាទនឹងមានការបែកបាក់ណាដូចជាប្រាសាទខ្លះបងប្អូនដែលបានឃើញប្រាសាទខ្លះបែកបាក់ដោយសារតែគូទឹកហ្នឹងឬក៏តិសិនហ្នឹងបានរីងស្ងួតណាបានរីងស្ងួតទៅវាធ្វើឲ្យផ្ទៃខាងក្រោមរបស់ប្រាសាទហ្នឹងគឺវាអឺមិនអាចទ្រនៅទម្ងន់ដែលធ្វើឲ្យប្រាសាទហ្នឹងវាមានការបាក់បែកទៅតាមធម្មជាតិរបស់វាពីព្រោះថានៅខាងក្រោមបាតនៃប្រាសាទហ្នឹងគឺគេដាក់ដីខ្សាច់ណាដូនតារបស់យើងគាត់បានយកដីខ្សាច់ទៅទ្រាប់បាតធ្វើជាគ្រឹះនៃប្រាសាទណាអញ្ចឹងបងប្អូនយើងសាកគិតទៅមើលដីខ្សាច់កាលណាតែត្រូវទឹកបងប្អូនដីខ្សាច់កាលណាតែត្រូវទឹកនោះដីខ្សាច់មានភាពរឹងមាំមានភាពដូចថាតាន់ណាហាប់វាហាប់ណែនចូលគ្នាតែបើសិនជាដីខ្សាច់នោះដីខ្សាច់នោះមានដូចថាស្ងួតដីខ្សាច់ស្ងួតនោះវានឹងហុយហើយវានឹងមិនសូវរឹងមាំតាហាប់ណែនទេអញ្ចឹងនេះជាមូលហេតុមួយដែលបុព្វបុរសយើងលោកតែងតែធ្វើគូទឹកឬក៏ទាក់សិននៅជុំវិញហើយតែងតែស្តុកទឹកទុកជុំវិញនៅក្នុងនៅក្នុងគូទឹកហ្នឹងបងប្អូនបាទហើយនេះថ្ងៃនេះខ្ញុំក៏មកអត់នៅអង្គកិច្ចផុតពីអង្គរវត្តនេះខ្ញុំបងប្អូនណាអញ្ចឹងយក background អញ្ចឹងចុះអញ្ចឹងខ្ញុំបាទសូមជម្រាបប្រាប់បងប្អូនបន្តិចបាទខុសត្រូវយ៉ាងណាសូមមេត្តាខន្តីភ័យទោសដល់ខ្ញុំបាទផងនេះជាគូទឹកនៃទាក់សិននៃប្រាសាទអង្គរវត្តបាទអញ្ចឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនទាំងអស់គ្នាបានដឹងហើយនឹងស្វែងយល់ទាំងអស់គ្នាបាទដូចខ្ញុំជម្រាបខាងដើមអញ្ចឹងគូទឹកវាមានសារៈសំខាន់ទៅលើផ្នែកស្ថាបត្យកម្មមួយក្នុងការរស់នៅមួយហើយនឹងនៅតាមព្រេងកថានិទានកថារបស់ឥណ្ឌាមួយដែរបាទមាន3ហ្នឹងបើយើងនិយាយពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បុព្វបុរសយើងកាលពីជំនាន់ដើមអញ្ចឹងគាត់ស្តុកទឹកហ្នឹងគឺដើម្បីប្រើប្រាស់ប្រចាំថ្ងៃណាបងប្អូនបាទដើម្បីប្រើប្រាស់ប្រចាំថ្ងៃគឺគាត់យកទៅប្រើជាប្រព័ន្ធធារាសាស្ត្រនោះផងគាត់យកទៅប្រើប្រាស់ដូចជាដាំបាយស្លនោះផងណាហើយមួយទៀតគឺយើងនិយាយពីស្ថាបត្យកម្មដូចខ្ញុំនិយាយពីមុនមិញហ្នឹងនៅក្នុងស្ថាបត្យកម្មដូនតាយើងគាត់បានយកដីខ្សាច់យកខ្សាច់ហ្នឹងណាយកទៅទ្រាប់បាតធ្វើជាគ្រឹះដើម្បីរៀបថ្មបន្ទាប់មកធ្វើប្រាសាទអញ្ចឹងដីខ្សាច់បងប្អូនសង្កេតមើលណាបើសិនជាបងប្អូនបានទៅកន្លែងណាដែលមានខ្សាច់ហើយនៅនឹងទឹកអញ្ចឹងបងប្អូនដើរជន់ទៅវាអត់ងាយផុងទេបាទមកទម្ងន់យើងគឺមិនងាយផុងទេតែបើសិនជាខ្សាច់នោះស្ងួតណាកណូខ្សាច់វាស្ងួតណាបងប្អូនដាក់តែជើងទៅព្រោះប្រយអញ្ចឹងនេះជាមូលហេតុមួយដែលដូនតាយើងលោកបានយកទឹកនឹងដើម្បីបញ្ជ្រាបទៅក្នុងបាតនៃប្រាសាទគ្រឹះនៃប្រាសាទដើម្បីខ្សាច់នឹងគឺហាប់ជារៀងរហូតណាហាប់ជារៀងរហូតមួយហើយមួយទៀតបើតាមទេវកថារបស់ឥណ្ឌាបងប្អូនអានេះអង្គុយទាំងស្រួលទីបាទបើតាមទេវកថារបស់ឥណ្ឌាទឹកនេះគូទឹកនេះគឺប្រៀបបីដូចជាមហាសមុទ្របាទដែលនៅព័ទ្ធជុំវិញព្រះសុមេរុព័ទ្ធជុំវិញភ្នំព្រះសុមេរុទៅភ្នំព្រះសុមេរុនៅណាបាទភ្នំព្រះសុមេរុគឺជាកន្លែងរបស់អាទិទេពអញ្ចឹងគ្រប់ប្រាសាទទាំងអស់គឺដូនតាយើងលោកកសាងដើម្បីព្រះអាទិទេព
ចឹងប្រាសាទគឺប្រៀបបីដូចជាភ្នំព្រះសុមេឯគូទឹកនេះគឺប្រៀបបីដូចជាមហាសមុទ្រដែលនៅប៉ិតជុំវិញភ្នំព្រះសុមេបាទនេះជាអត្ថន័យមួយដែលស្ថិតនៅក្នុងទេវកថាអញ្ចឹងបើបងប្អូនអញ្ជើញទៅចូលក្នុងប្រាសាទអញ្ចឹងបងប្អូនប្រកាសណាស់នឹងឆ្លងកាត់នៅគូទឹកនេះអញ្ចឹងយើងកំពុងតែឆ្លងកាត់នៃមហាសមុទ្របាទឆ្លងកាត់នៅមហាសមុទ្របាទនេះរឿងដែលអត្ថប្រយោជន៍និងសារៈសំខាន់នៃគូទឹកអញ្ចឹងខ្ញុំបាទសូមជម្រាបប្រាប់បងប្អូនជាត្រួសប៉ុណ្ណេះចុះប្រសិនបើបងប្អូនចង់ដឹងកាន់តែច្បាស់នេះជាសំណូមពរខ្ញុំពេលដែលបងប្អូនអញ្ជើញមកលេងប្រាសាទបងប្អូនគួរតែរកបងមគ្គុទ្ទេសក៍ទេសចរហ្នឹងលោកអាចនិយាយបកស្រាយបានច្បាស់លាស់ខ្លាំងជាងខ្ញុំទៀតអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនរកគាត់ឬជួលគាត់ទី1គាត់ក៏បានការងារធ្វើទី2អ្វីដែលសំខាន់នោះគឺដំណើរកំសាន្តរបស់បងប្អូនគឺពិតជាមានភាពសប្បាយរីករាយហើយនឹងបានស្វែងយល់អំពីអត្ថន័យនិងអត្ថន័យនៃប្រាសាទព្រោះថាបងប្អូនខ្លះលោកមិនមានពេលវេលាក្នុងការអានសៀវភៅនិងការសិក្សាស្រាវជ្រាវទេអញ្ចឹងតែចំណែកបងអ្នកមគ្គុទ្ទេសក៍ទេសចរគាត់មានអញ្ចឹងយើងអាចចំណាយបន្តិចតួចដើម្បីរកពួកគាត់ទៅនោះបងប្អូនពិតជាទទួលបាននៅអ្វីដែលថាជាចំណីអារម្មណ៍ថ្មីសម្រាប់បងប្អូនណាអញ្ចឹងក៏ដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណហើយនឹងសូមជម្រាបលាតែកុំភ្លេចបងប្អូនណាកុំភ្លេចជួយ Subscribe នៅ Channel YouTube ខ្ញុំបាទផងហើយជាបន្តបន្ទាប់ខ្ញុំនឹងធ្វើវីដេអូខ្លីៗ5-6 នាទីជូនពុកម៉ែបងប្អូនដើម្បីបានស្វែងយល់អំពីចំណុចសំខាន់ៗមានរឿងច្រើនទៀតដូចជារៀនហាលដូចជាផ្លូវដែលចូលនឹងគេតំណាងអីស្ដេចនីអីផ្សេងទៀតណាបងប្អូនអញ្ចឹងសូមបងប្អូនរងចាំទស្សនាបន្តទៀតបាទខ្ញុំបាទសូមអរគុណសូមជម្រាបលា